កម្ពុជាត្រៀមចាយលុយទិញយន្តហោះ40គ្រឿងពីសហរដ្ឋអាមេរិកនិងចិនក្រុមហ៊ុនអាកាសចរជាតិកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចរាល់លើទិញយន្តហោះ Boeing 737 MAX 8ចំនួន20គ្រឿងពីសហរដ្ឋអាមេរិកនិងយន្តហោះ Konek 909ចំនួន20គ្រឿងទៀតពីប្រទេសចិននេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរជាតិកម្ពុជាសេចក្តីប្រកាសព័ត៌មាននេះបានបង្ហាញឲ្យដឹងនៅក្នុងពិធីសម្ពោធស្លាកសញ្ញានិងរចនាលើតួអាកាសយានថ្មី No Logo and Aircraft Livery របស់ក្រុមហ៊ុនអាកាសចរជាតិកម្ពុជា Air Cambodia នៅអាកាសយានដ្ឋានអន្តរជាតិតេជោ Kothai នៅថ្ងៃទី15ខែមករាឆ្នាំ2026បើតាមសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថាក្រុមហ៊ុនអាកាសចរជាតិកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្តហោះ Boeing 737 MAX 8ចំនួន20គ្រឿងនិងយន្តហោះ Konek 909ចំនួន20គ្រឿងផងដែរបន្ថែមពីនេះក្រុមហ៊ុនបានបង្កើនចំណូលជាបន្តបន្ទាប់ក្នុងរយៈពេល3ឆ្នាំចាប់តាំងពីឆ្នាំ2023លោកបណ្ឌិតម៉ៅហាវណ្ណាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអាកាសចរជាតិកម្ពុជានិងជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុនអាកាសចរជាតិកម្ពុជាដែលបានខិតខំសម្រេចសមិទ្ធផលជាផ្លែផ្កានៅថ្ងៃនេះលោកបណ្ឌិតម៉ៅហាវណ្ណាបានបញ្ជាក់ថាក្រុមហ៊ុនអាកាសចរជាតិកម្ពុជាទើបបានចុះហត្ថលេខាអនុហរណៈនៃការយោគយល់គ្នាដើម្បីទទួលបានអាកាសយានប្រភេទថ្មីបន្ថែមទៀតជាមួយក្រុមហ៊ុន Boeing របស់សហរដ្ឋអាមេរិក Boeing Company និងក្រុមហ៊ុនកុម្ពរបស់ប្រទេសចិន Konek Company បន្ថែមពីនោះទៀតលោកបណ្ឌិតម៉ៅហាវណ្ណាបានលើកឡើងថាទោះបីជាកម្ពុជាកំពុងជួបប្រទះសង្គ្រាមព្រំដែនដែលបង្កឡើងដោយប្រទេសថៃនិងស្ថានភាពពិភពលោកកំពុងស្ថិតនៅក្នុងភាពប្រទីងប្រទង់ទីតាំងភូមិសាស្ត្រនយោបាយសង្គ្រាមអ៊ុយក្រែនរុស្ស៊ីនិងសង្គ្រាមមជ្ឈិមបូព៌ាជាដើមក៏ដោយក៏អាកាសចរជាតិកម្ពុជានៅតែពង្រីកជើងហោះហើរថ្មីសូមបញ្ជាក់ផងដែរថាកម្ពុជានឹងដាក់ឲ្យប្រើប្រាស់យន្តហោះ Boeing 737 MAX នៅក្នុងឆ្នាំ2031ខាងមុខនេះបន្ទាប់ពីសម្រេចនូវកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុនអាកាសចរជាតិ Air Cambodia 16និងក្រុមហ៊ុន Boeing របស់អាមេរិកលោកស៊ីនច័ន្ទសេរីវុឌ្ឍថារដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានបញ្ជាក់ថាក្រុមហ៊ុនអាកាសចរជាតិ Air Cambodia បានបញ្ចប់ការបញ្ជាទិញយន្តហោះប្រភេទយន្តហោះ Boeing 737 MAX Boeing 737 MAX ចំនួន10គ្រឿងជាផ្លូវការរួចរាល់ហើយប្រភព Fresh News